ជំរាបសួរអតិថិជន Magnet Service ដូចជាទស្សនិកជនទាំងអស់គ្នាថ្ងៃនេះដែរយើងនឹងធ្វើការបង្ហាញពីវិធីសាស្ត្រក្នុងការឲ្យបងប្អូន save ពី memory ក៏ដូចជា personality របស់ ChatGPT account ចាស់របស់យើងទៅ account ថ្មីមួយទៀតអញ្ចឹងមានបងប្អូនខ្លះគាត់អាសាប្ដូរ account ញឹកញាប់ដោយសារគាត់អត់បង់គម្រោងនៅ account ដដែលពីព្រោះតែជួនកាលតម្លៃខ្ពស់ពេកអីចឹងទៅគាត់ទៅទិញ account អឺមួយខែយកមកប្រើអញ្ចឹងបញ្ហានេះគឺឥឡូវគឺឡើងជាកង្វល់ទៀតហើយគឺយើងអាចធ្វើការ transfer អឺមានការចងចាំរបស់ ChatGPT ទៅ account ថ្មីបានអញ្ចឹងណាហើយប៉ុន្តែមិនយើង transfer ទាំង chat ទេ chat នេះគឺអត់អាច transfer ទៅបានទេគ្រាន់តែយើងអាច transfer ការចងចាំ memory personality អីចឹងទៅតោះកុំឲ្យខាតពេលយូរយើងចូលទៅទាំងអស់គ្នាអញ្ចឹងបងប្អូនធ្វើការបើកជាមួយនឹង ChatGPT account របស់យើងមក account ដែលយើងចង់transfer ទៅហ្នឹងណាអញ្ចឹងនេះគឺ account ចាស់របស់ខ្ញុំហើយបងប្អូនអាចទៅយក text ទាំងអស់នេះបាននៅក្នុង channel Telegram របស់ខាងយើងគឺយើងនឹងដាក់ជូន free អញ្ចឹងបងប្អូនអាចចូលទៅ link description ខាងក្រោមនេះទៅអញ្ចឹងទី1បងប្អូនធ្វើការផាសនៅ text ទាំងប្រមាណនេះយើងធ្វើការ copy វាមកហើយយើងទៅបើក new chat ណានៅក្នុង account ចាស់ហើយយើងទៅការផាសវាអត់មានអីពិបាកទេយើងគ្រាន់តែផាសអញ្ចឹងទៅអូខេអញ្ចឹងនេះគឺជាការចងចាំទាំងអស់របស់ account ចាស់របស់យើងណាអញ្ចឹងយើងចាំវាផ្លែទៅវាកំពុងតែ summary ឲ្យring you គួរសមដែរបងប្អូនព្រោះ account មួយយើងប្រើច្រើនអូខេអញ្ចឹងចាប់អស់ហើយអញ្ចឹងអ្វីដែលបន្ទាប់បងប្អូនធ្វើការ copy ណា copy ទាំងអស់នេះ copy ទាំងអស់ពីលើនេះមកក្រោមអញ្ចឹងទៅយើង scroll វាណាអូខេត្រឹមកន្លែងនេះហើយយើងធ្វើការ copy វាមកអញ្ចឹងយើងធ្វើការទៅបើក account ថ្មីដែលយើងចង់ឲ្យវាចងចាំអ្វីទាំងអស់នេះអូខេឥឡូវខ្ញុំធ្វើការបើក ChatGPT account មួយទៀតដែលខ្ញុំទៅតែទិញនេះជា account plus អញ្ចឹងណាអញ្ចឹងយើងធ្វើការបើក new chat ដូចគ្នាមកហើយត្រង់កន្លែងដំបូងនេះយើងធ្វើការផាសអំបញ្ញមិញចូលសិនមកអូខេtext ច្រើនអញ្ចឹងវាអាចទៅជា file text អញ្ចឹងបងប្អូនមិនបាច់បារម្ភទេណា your main goal ហើយត្រង់កន្លែងសរសេរនេះយើង copy ណា copy អាខមនេះចឹងមកអូខេអញ្ចឹងពាក្យទាំងអស់នេះបងប្អូនយកពី channel Telegram បានខ្ញុំនឹងដាក់ជូនអូខេតែប៉ុណ្្នេះមកយើងទៅការ enter send ទៅវាទៅអូខេអញ្ចឹងយើងចាំវាឲ្យវាដើរឲ្យចប់ចេញមកអូខេអញ្ចឹងឥឡូវនេះគឺបានសម្រេចហើយអញ្ចឹងនៅខាងក្រោមនេះគេបញ្ជាក់យើងថាខ្ញុំនឹងចងចាំអ្វីដែលអ្នកបានប្រាប់នេះគឺទាំង prompt ទាំង content suggestion ក៏ដូចជា prefer workflow នៅ Cambodia market អូខេហើយអញ្ចឹងល្អមែនតើហើយបងប្អូនអាចប្រើប្រាស់ account នេះដែលចរិតលក្ខណៈរបស់ account ថ្មីហ្នឹងគឺដូចទៅនឹង account ចាស់របស់យើងតែម្ដងអញ្ចឹងយើងមិនបាច់បារម្ភថាបដូរ account ថ្មីយើងត្រូវប្រើវាឡើងវិញអីទេណាចាំបងប្អូនកាន់តែធ្វើប្រហែល click ហ្នឹងទៅគឺបានហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា